នឹងមានអ្វីកើតឡើងប្រសិនបើសហរដ្ឋអាមេរិកចូលសង្គ្រាមជាមួយចិននៅពេលនេះដោយអះអាងថាចាំបាច់ត្រូវការពារតៃវ៉ាន់សហរដ្ឋអាមេរិកបានដាក់ពង្រីកនាវាផ្ទុកយន្តហោះបន្ថែមទៅកាន់តំបន់ទឹកសមុទ្រជុំវិញហើយថែមទាំងវាយប្រហារនាវាពិឃាតរបស់ចិនដែលកំពុងលុបបាតនៅច្រកសមុទ្រតៃវ៉ាន់ផងដែររដ្ឋាភិបាលចិនបានថ្កោលទោសកម្មភាពទាំងនេះភ្លាមៗនិងធ្វើការឆ្លើយតបវិញបន្ទាប់មកយន្តហោះចម្បាំងរបស់ចិនបានវាយប្រហារទៅលើតៃវ៉ាន់និងកម្លាំងអាមេរិកដោយបង្កឲ្យផ្ទុះឡើងជាសង្គ្រាមពេញទំហឹងសហរដ្ឋអាមេរិកបានបញ្ជូនកងទ័ពបន្ថែមនិងចាប់ផ្ដើមវាយប្រហារទៅលើដែនដីចិនទូយ៉ាងណាចិនបានបង្ហាញអំណាចរបស់ខ្លួនតាមរយៈកងទ័ពជើងគោកដ៏ធំសម្បើមបង្ខំឲ្យកម្លាំងអាមេរិកត្រូវដកថយជាបណ្ដោះអាសន្នបន្ទាប់ពីទទួលបានការគាំទ្រពីកូរ៉េខាងត្បូងជប៉ុននិងអូស្ត្រាលីសហរដ្ឋអាមេរិកបានចាប់ផ្ដើមការវាយបកដ៏ធំមួយដោយឃើញការគំរាមកំហែងការឡើងចិនបានស្នើសុំជំនួយពីរុស្ស៊ីនិងកូរ៉េខាងជើងដែលធ្វើឲ្យសង្គ្រាមកាន់តែរីកធំឡើងខណៈពេលតែមួយនៅអឺរ៉ុបអង្គការ NATO បានវាយប្រហាររុស្ស៊ីពីទិសខាងលិចដើម្បីជួយសហរដ្ឋអាមេរិកប្រែក្លាយចំនួននេះឲ្យក្លាយជាសង្គ្រាមសកលភាពតានតឹងបានឈានដល់កម្រិតគួរឲ្យភ័យខ្លាចនៅពេលដែលទាំងរុស្ស៊ីនិងចិនបានពិចារណាអំពីការប្រែអាវុធនុយក្លេអ៊ែរដែលដាក់ពិភពលោកទាំងមូលឲ្យស្ថិតលើចំណុចចិត្តមហន្តរាយដ៏ធ្ងន់ធ្ងរ